ក្នុងកាលកន្លងទៅហើយមានបុរសម្នាក់ជាអ្នករកស៊ីលក់ដូរមានធនធានក្រាន់បើគាត់មានកូនប្រុស4នាក់មានអាយុគ្រប់ការទាំងអស់ក្រោយពីពេលដែលប្រពន្ធអនិច្ចកម្មទៅគាត់ទ្រាំនៅជាពោះម៉ាយពុំយកប្រពន្ធទៀតទេនៅជាមួយនឹងកូនប្រុសអស់មួយឆ្នាំមានការលំបាកដោយខ្វះស្រីមេផ្ទះជាអ្នកចម្អិនអាហារនិងជួយមើលថែទាំរបស់ទ្រព្យកំពេចកំពុកក្នុងផ្ទះគាត់ក៏រៀបការប្រពន្ធឲ្យកូនច្បងហើយយកកូនប្រសារស្រីបុកនេជាមួយចែកទ្រព្យអស់មួយចំណែកឲ្យដាច់ស្រឡះទៅកូនច្បងរួចទៅលុះរំលងមួយឆ្នាំក្រោយមកទៀតគាត់រកប្រពន្ធឲ្យកូនទី2ចែកទ្រព្យមួយចំណែកឲ្យដូចគ្នាតមកគាត់រៀបការកូនទី3ចែកទ្រព្យមួយចំណែកឲ្យទៀតលុះដល់ឆ្នាំជាគម្រប់4ក៏រៀបការឲ្យកូនទី4ចែកទ្រព្យមួយចំណែកទៀតដែរនៅសល់តែផ្ទះមួយខ្នងពុំបានចែកគាត់ຕົកនៅទាំងអស់គ្នាដែលគាត់ចែកទ្រព្យរបស់ឲ្យអស់រលីងពីខ្លួនដូច្នេះមកពីគិតថាឲ្យស្រឡះខ្លួនគាត់ហើយនៅទំនេរស្ងៀមចាំឲ្យកូនរកស៊ីចិញ្ចឹមវិញរហូតដល់ស្លាប់ប៉ុន្តែគំនិតគាត់គិតនេះខុសស្រឡះកាលដែលគាត់នៅជាមួយកូនប្រុស4នាក់កូនទាំងនោះស្រឡាញ់បងប្អូនណាស់ពុំដែលបែកចិត្តគំនិតពីឪពុកនិងបងប្អូនឡើយលុះបានប្រពន្ធមករៀងខ្លួនហើយក៏បែកចិត្តគំនិតផ្សេងពីគ្នានៅរួមជាមួយគ្នាពុំសូវបានសុខចេះតែស្គៀបរមាស់បន្តិចទាស់នេះបន្តិចទាស់នោះបន្តិចក៏នាំគ្នាចោះចេញពីផ្ទះកំណាតទៅរកសង់ផ្ទះនៅទីតីពីគ្នាទាំងអស់ចោលតាឪពុកពោះម៉ាយឲ្យនៅតែឯកោអនាថាកៅកូនទាំង4នាក់ទើបនឹងចុះចេញពីផ្ទះឪពុកទៅថ្មីនៅហុចបាយហុចចំណីតាហុចបាយហុចចំណីតាឪពុកបន្តិចបន្តួចរាល់ថ្ងៃលុះមានកូនខ្ចីគ្រប់គ្នាជូនពេលប្តីរវល់ដើរទៅជួនស្រុកឆ្ងាយភរិយានៅផ្ទះអាងតែប្តីមិននៅនឹងអាចមានកូនខ្ចីផងក៏បង្អង់ជូនបាយទឹកឪពុកខ្មែកដោយមេខ្លះគិតថាប្រហែលប្អូនគេឲ្យហើយមេខ្លះគិតថាបងឯណោះគេឲ្យហើយកូនប្រសានាំគ្នាគិតដូចនេះតែរៀងខ្លួនយូរថ្ងៃទៅតានោះអត់បាយមួយពេលក៏មានមួយពេលក៏មានវេលាប្តីមកពីរកស៊ីវិញដឹងរឿងនេះបានស្ដីបន្ទោសប្រពន្ធនាងភរិយាខ្លះដោះសារថាកូនឈឺខ្លះថាខ្លួនពុំនៅជួបរវល់ទៅជួយញាតិចិត្តខាងស្រាប់តែមេប្រពន្ធវាដឹកមុខយ៉ាងណាប្តីតាមវាទាំងអស់ចំណែកតាពុះម៉ាយអត់បាយគ្មានសម្ពុតអាវស្លៀកពាក់ដល់ថ្នាក់ដែរសុំទានគេបរិភោគរងទុកវេទនាពន់ពេកនិងលក់ផ្ទះចាស់ពុំបានថ្លៃប៉ុន្មានផងហើយគ្មានច្រកនៅផងកាលនោះមានបុរសម្នាក់នៅកំឡោះមានចិត្តសប្បុរសធហើយជាអ្នករៀនសូត្រចេះដឹងច្បាប់ទម្លាប់ស្គាល់គុណតូចច្រើនផ្ទះនៅភូមិចិត្តគ្នាដើរមកឃើញតានោះវេទនាដូច្នោះមានចិត្តអាណិតក្រៃពេកក៏សាកសួរថាលោកតាខ្ញុំធ្លាប់ឃើញលោកតាពីដើមជាអ្នកមានក្រានបាឪពុកម្ដាយក៏ធ្លាប់ទីពឹងលោកតាខ្លះដែរមិនក៏ឥឡូវលោកតាវេទនាខ្លាំងម្ល៉េះក្រែងលោកតាមានកូនប្រុស4នាក់ដែរឬម្ដេចក៏កូននោះវាមើលបំណាំមិនថែទាំលោកតាសោះក្រែងទ្រព្យរបស់លោកតាមានសល់ទុកខ្លះដែរឬម្ដេចបានជាលោកតាមិនយកទៅទិញគ្រឿងបរិភោគប្រើប្រាស់តាចាស់ប្រាប់ទៅវិញថាអូណូលោកចៃអើយលៀកបាំងអីពីដើមតាមានទ្រព្យក្រាន់បាពិតមែនប៉ុន្តែតាអាណិតស្រឡាញ់កូនពេកក៏ចែកឲ្យវាគ្រប់គ្នាអស់រលីងពីខ្លួនទៅគិតថាឲ្យវាចិញ្ចឹមតាវិញឥឡូវពួកវាមានប្រពន្ធហើយថែមទាំងមានកូនទៀតវាឃើញឯងអស់ទ្រព្យរលីងពីខ្លួនវាឥតនឹកណារកតាសោះវាតាមតែប្រពន្ធវាទាញទៅចូលរុនក្តាមក៏វាចូលដែរខ្លួនតាសប្ថ្ងៃឈឺផងនៅតែម្នាក់ឯងម៉ងវេទនាជាទីបំផុតដេកសម្រក់ទឹកភ្នែកជោកខ្នើយអត់ទៅហើយបាយព្រឹកជាបាយល្ងាចជួនកាលអត់មួយពេលក៏មាននឹងធ្វើការរកស៊ីអ្វីក៏មិនកើតពីព្រោះចាស់ជរាគ្រាន់តែដើរស្ទើរតែមិនរួចទៅហើយដោយលោកតាឃើញស្រាប់តាដេកចាំតែដល់ថ្ងៃស្លាប់ទេចៃកំឡោះលួនមាត់ថាយីកូនតាមានចិត្តអាក្រក់ដល់ម្លឹងណោះបើអីចឹងលោកតាកំភៃមានឧបាយមួយធ្វើឲ្យលោកតាបានសុខកាយសប្បាយចិត្តដោយពីដើមវិញលោកតាធ្វើតាមឲ្យលោកតារកពាំងមានមាត់តូចល្មមមួយជូរអាត់នឹងនោមឲ្យពេញហើយរកកំណាត់សម្ពុតរុំមាត់បិទជិតជីកប់ក្នុងដីចិត្តជើងសរសើរទ្រផ្ទះហើយបើមានអ្នកណាដើរមកលោកតានិយាយប្រាប់គេថាខ្ញុំនៅសល់កណ្ដាប់ប្រាក់មាសមួយពាំងកប់ទុកពុំទាន់ចែកឲ្យកូនណាឡើយចាំមើលកូនណាចិត្តបានដឹងគុណបើខ្ញុំចិត្តស្លាប់ខ្ញុំនឹងប្រគល់ទៅឲ្យកូននោះលោកតានិយាយប្រាប់មនុស្សដែលជួបគុំខានក្នុងរវាងប៉ុន្មានថ្ងៃខែខាងមុខនេះកុំឲ្យលោកតាដើរសុំទានគេទៀត
ចាំខ្ញុំយកបាយទឹកមកជូនពិសាកុំព្រួយតាចាស់ក៏តាំងធ្វើតាមចៅចិត្តសពរសុទ្ធទាំងអស់លោកបានប្រហែល5ថ្ងៃសម្ដីតានោះបានដឹងដោយកូនប្រុសនិងកូនប្រសាទាំង8នាក់វាមានចិត្តលោភលន់ចង់បានកំដប់តែរៀងខ្លួនក៏នាំគ្នាយកបាយទឹកនំចំណីផ្លែឈើទុំខ្ចីគ្រប់មុខនិងខោអាវក្រមាមកផ្គប់គុណជូនតាឪពុករៀងរាល់ថ្ងៃពុំមានខ្វាក់មួយថ្ងៃណាឡើយតាចាស់បានសះជីរោគមានសាច់ឆ្មាស្រស់បោះមានកម្លាំងពលំសុខកាយសប្បាយចិត្តតាំងពីថ្ងៃនោះមករហូតដល់អស់អាយុលុះតាស្លាប់ហើយកូនក៏នាំគ្នាធ្វើបុណ្យអធិការអាធំតាមទំនៀមរួចស្រេចកូនទាំង4នាក់និងកូនប្រសាគិតនាំគ្នាគាស់ពាំងកណ្ដប់ចែកគ្នាប៉ុន្តែក្រែងចែកមិនស្មើភាគនាំឆ្លោះប្រកែកគ្នាក៏ទៅរកគ្រូមួមម្នាក់ឲ្យជួយចែកលោកគ្រូនោះទទួលព្រមប៉ុន្តែគាត់ឮថាកណ្ដប់មាសប្រាក់ច្រើនដល់ទៅ1ពាំងគាត់ចង់បានមួយចំណែកដែរហើយគាត់គិតក្នុងចិត្តគាត់គិតមិនឆេកមិនឆៅធ្វើម៉េចចំណែកបានច្រើនជាងកូនចំណែកផងគាត់ក៏ដើររត់រឹតមកដល់ផ្ទះកណ្ដាប់ភ្លាមតាំងយកភួយធំមួយមករុំជូតក្បាលធំទៅមើងធ្វើឲ្យខោងកណ្ដាលដូចគេទូលជើងឆ្នាំងផ្ងាក៏តាំងអង្គុយពានភ្នែកលើដីរៀបរលីងថ្មេកភ្នែកសង្រួមស្មាធិមួយឈើមុខត្រង់ទៅទីខាងកើតហើយគាត់ប្រាប់កូនទាំង4នាក់ឲ្យទៅគាស់យកពាំងកណ្ដាប់មកប៉ុន្តែគាត់ហាមថាកុំអាលស្រាយមាត់ក្រែងខុសត្រណំចាំគាត់បង្គាប់សិនលុះយកពាំងមកដៅហើយគាត់ឲ្យកូនទាំង4នាក់ឈរគ្រប់ទាំង4ទិសដេញភ្នែកយកដៃទាំងអស់ចាប់លើកពាំងទូលទ្រើសពួយបិទលើក្បាលហើយសឹមស្រាយមាត់ពាំងផ្អៀងមាត់ស្រោចកណ្ដប់មកលើក្បាលគាត់បើកណ្ដប់ជ្រុះទៅទិសណាប៉ុន្មានត្រីបានទិអ្នកឈើកណ្ណាន់ទិសនោះបើកណ្ដប់ណានៅសល់តើលើឈ្នួតក្បាលគាត់ត្រីបានជារង្វាន់លោកគ្រូទាំងអស់កូនទាំង4នាក់ក៏ចាប់ធ្វើតាមបង្គាប់លោកគ្រូមិនហ៊ានឲ្យលៀងភរិយាទាំង4នាក់ឈរកាន់កញ្ចៃរៀងខ្លួនចាំកោបក្នុងពេលដែលចែកកណ្ដាប់នោះមានអ្នកស្រុកចិត្តខាងទៅចាំមើលផងដែរនិមិត្តតែគេលើកពាំងបិទទូលរួចស្រាយមាត់ពាំងផ្អៀងចាក់ឈូមកទឹកម៉ាំត្រាំលីមកច្រើនខួបហូរឆោស្រោចលើក្បាលលោកគ្រូពេញកំពុងហើយខ្ចាត់បាតសាទចេញទៅគ្រប់ទិសប្រឡាក់ប្រឡូពាក់ពេញមុខមាត់និងសម្ពុតឯរហូតដល់នាងភរិយាទាំង4នាក់ទៀតលោកគ្រូបានចំណាយច្រើនជាងគេធំក្លិនខ្មៅថាមិនត្រូវគេឃើញលោកគ្រូស្រមៃបាត់មុខមាត់រូបរាងអស់ខំក្រោកឡើងសោះគ្រប់គ្រោះគ្នាអស់ពួកបរិស័ទនៅឈរចាំមើលពួកបរិស័ទក៏ផ្អើលខំរត់ប្រញាប់ចេញប្រដេញគ្នាទៅផ្ទះរៀងខ្លួនទើបលោកគ្រូស្រែកជេរកែសំនួនទោសកូនទាំង4នាក់និងកូនប្រសាថាអាខ្មោចមេដែងអាដែងទាំងអស់គ្នាអាមេអកនេះបានធ្វើបាបខ្មោចឪពុកវាច្រើនហើយមើលទៅបានជាកណ្ដាប់មាសប្រាក់អន្តរាយคล้ายទៅជាអាចនោមប្រឡាក់ខ្លួនអញអស់ដូច្នេះយីខ្មោចអាផេះមេកំភេអនេះខូចមែនលោកគ្រូនិងកូនសិស្សនោមគ្នារត់ហៅរហេះលោតទម្លាក់ខ្លួនទៅក្នុងទម្លេប្រងខំត្រាំទឹកលាងបាបអស់1ម៉ោងម្នាក់រួចនាំគ្នាឡើងទៅលើផ្ទះរៀងខ្លួនបានសេចក្តីក្តៅក្រហាយស្ដាយក្រោយគ្មាសគេតកូនតចៃ